បាទសូមស្វាគមន៍ប្រិយមិត្តជនជាទីគោរពនៅពេលនេះខ្ញុំបាទកំពុងតែមានវត្តមាននៅក្រុងតាខ្មៅខេត្តកណ្ដាលសូមបញ្ជាក់ជូនថាក្រោយតែពីមានការផ្សព្វផ្សាយទាក់ទងទៅនឹងការរំលោភចំណីផ្លូវសាធារណៈពីបណ្ដាក្រុមផ្ទះអាជីវករលក់ដូរមួយចំនួននៅតាមដងផ្លូវសាធារណៈនៅក្រុងតាខ្មៅខេត្តកណ្ដាលយើងឃើញថារដ្ឋបាលនៅខេត្តកណ្ដាលបានជូននៅសេចក្តីជូនដំណឹងចេញនៅសេចក្តីជូនដំណឹងក៏ដូចជាវិធានការជាបន្តបន្ទាប់ឲ្យវិធានការលើកចុងក្រោយដែលជាលិខិតទី3ដែលទើបតែបានចេញនៅមុននេះផ្ទាល់នៅថ្ងៃទី19ខែឧសភានេះផ្ទាល់តែម្ដងក្នុងនោះរដ្ឋបាលខេត្តកណ្ដាលបានដាក់វិធានការក្តៅតែម្ដងក្នុងការឲ្យរុះរើនៅសំណង់ក៏ដូចជាការរំលោភបំពានចំណីផ្លូវសាធារណៈពីសំណាក់ម្ចាស់ទីតាំងមួយចំនួនដោយដាក់កំណត់រយៈពេល2សប្តាហ៍ឲ្យរុះរើជាកំផិតតែម្ដងក្នុងករណីនៃការរឹងទទឹងក្នុងការមិនរុះរើក៏ដូចជាសហការជាមួយនឹងអាជ្ញាធរនឹងចាត់វិធានការរដ្ឋបាលក៏ដូចជាអនុវត្តនៅវិធានការផ្លូវច្បាប់ចំពោះអ្នកដែលបន្តរំលោភចំណីផ្លូវសាធារណៈទាំងនេះផងដែរបាទក៏សូមបញ្ជាក់ជូនផងដែរថាតាក់ទងទៅនឹងបញ្ហានៃការរំលោភចំណីផ្លូវសាធារណៈនេះផងដែរនៅថ្ងៃទី19ខែឧសភាឆ្នាំ2026នេះផ្ទាល់រដ្ឋបាលខេត្តកណ្ដាលបានចេញនៅសេចក្តីជូនដំណឹងជាលើកទី3តាក់ទងទៅនឹងការអនុវត្តនៃវិធានការរដ្ឋបាលនៅក្នុងការរុះរើសំណង់ទាំងប៉ាណូស្លាកផ្សព្វផ្សាយពាណិជ្ជកម្មដែលគ្មានច្បាប់អនុញ្ញាតលើដងផ្លូវសាធារណៈស្ថិតនៅក្នុងភូមិសាស្ត្រនៅខេត្តកណ្ដាលនៅក្នុងលិខិតនោះដែរក៏បានបញ្ជាក់ជូនយ៉ាងដូចនេះដែរថាបន្ទាប់ពីមានការជូនដំណឹងជាលើកទី1លើកទី2រួចមករដ្ឋបាលខេត្តកណ្ដាលបានសង្កេតឃើញថានៅតាមបណ្ដាផ្លូវខេត្តផ្លូវជាតិក៏ដូចជាបណ្ដាតាមដងផ្លូវផ្សេងជាពិសេសតំបន់ទីប្រជុំជននៅក្នុងភូមិសាស្ត្រនៅខេត្តកណ្ដាលនៅតែបន្តនៅការសាងសង់សំណង់រឹងការលក់ដូរការធ្វើអាជីវកម្មការដាក់ផ្ទាំងប៉ាណូនិងស្លាកផ្សាយពាណិជ្ជកម្មដែលគ្មានច្បាប់អនុញ្ញាតរំលោភនៅលើដីចំណីផ្លូវសាធារណៈដែលនាំឲ្យបាត់បង់នៅសោភ័ណភាពសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈរបៀបរៀបរយនៅតាមដងផ្លូវនិងជាការរារាំងទៅដល់គម្រោងពង្រីកផ្លូវគម្រោងអភិវឌ្ឍផ្សេងទៅទៀតរបស់រដ្ឋបាលខេត្តនៅពេលអនាគតនិងបង្កឲ្យមានជាការកកស្ទះចរាចរណ៍ដែលនាំឲ្យរំខានទៅដល់ប្រតិបត្តិការសង្គ្រោះដូចជាការសង្គ្រោះរថយន្តបន្ទាន់រថយន្តពលិតអគ្គិភ័យការដឹកជញ្ជូនទំនិញនិងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅតាមដងផ្លូវនិងបណ្ដាឲ្យមានគ្រោះថ្នាក់ជាយថាហេតុផងដែរក្នុងនោះដោយមើលឃើញនៅបញ្ហានៃការរំលោភចំណីផ្លូវទាំងអស់នេះដែលកំពុងតែបង្កនៅបញ្ហានៃការធ្វើដំណើរក្នុងលិខិតរបស់រដ្ឋបាលខេត្តកណ្ដាលបានដាក់ចេញនៅវិធានការចំនួន2ចំណុចជាខ្លាំងឬហៅថាសំខាន់ដោយដែលមានបញ្ជាក់ជូននៅពេលនេះគឺទី1ត្រូវរុះរើនៅសំណង់រឹងគ្រប់ប្រភេទដែលមានជាតូបលក់ដូរសម្យាបឆាត់នៅខឿនទាំងប៉ាណូនិងស្លាកផ្សព្វផ្សាយពាណិជ្ជកម្មគ្មានច្បាប់អនុញ្ញាតចេញពីចំណីផ្លូវសាធារណៈដោយទុករយៈពេល2សប្តាហ៍ដើម្បីឲ្យរុះរើដោយស្ម័គ្រចិត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅគឺបានន័យថានៅថ្ងៃទី19ខែឧសភានេះតតែម្ដងក្នុងនោះបើយោងទៅតាមលិខិតក្នុងប្រការ2គឺបានចែងយ៉ាងដូចនេះដែរថាក្នុងករណីដែលនៅតែរឹងទទឹងមិនចូលរួមសហការជាមួយនឹងវិធានការខាងលើអាជ្ញាធរនឹងចុះអនុវត្តវិធានការរដ្ឋបាលនិងវិធានការផ្លូវច្បាប់ដោយមិនទទួលខុសត្រូវចំពោះការខូចខាតទ្រព្យសម្បត្តិណាមួយឡើយបាទដោយតែបងប្អូនបានស្ដាប់នៅការលើកឡើងអំពីវិធានការរបស់រដ្ឋបាលខេត្តកណ្ដាលជាពិសេសវិធានការទាំង2ចំណុចនៃការដាក់កំហិតរយៈពេល2សប្តាហ៍ឲ្យរុះរើជាបន្ទាន់នៅសំណង់នៃការរំលោភចំណីផ្លូវសាធារណៈដែលទាំងអស់នេះហើយគឺជាវិធានការមួយដែលកំពុងតែទទួលបានការសាទរពីសំណាក់សាធារណជនក៏ដូចជាយើងខ្ញុំដែលជាអ្នកសារព័ត៌មានដែរដោយសារតែយើងដឹងហើយបញ្ហានៃការរំលោភចំណីផ្លូវសាធារណៈនៃការដាក់តាំងលក់ចំណីផ្លូវសាធារណៈដោយបុគ្គលមួយចំនួនកំពុងតែបង្កឲ្យមាននៃការបាត់បង់សណ្ដាប់ធ្នាប់បង្កឲ្យមានការប៉ះពាល់នៃការដើរថ្មើរជើងដោយសារតែអ្នកដែលដើរថ្មើរជើងនៅតាមដងផ្លូវសាធារណៈមិនមានចិញ្ចើមផ្លូវនៅក្នុងការដើរដោយសារតែការយកចំណីផ្លូវទាំងនោះទៅប្រើទៅនឹងផលប្រយោជន៍បុគ្គលតែប៉ុណ្ណោះអញ្ចឹងសង្ឃឹមថាបន្ទាប់ពីមានវិធានការរបស់រដ្ឋបាលខេត្តកណ្ដាលដែលដឹកនាំដោយលោកពូចម្រើននៅពេលនេះសង្ឃឹមថាសណ្ដាប់ធ្នាប់នៅក្នុងក្រុងតាខ្មៅក៏ដូចជាបណ្ដាទីតាំងដទៃទៀតនៅក្នុងរដ្ឋបាលខេត្តកណ្ដាលក៏ដូចជាទឹកដីខេត្តកណ្ដាលនឹងមានប្រសិទ្ធភាពនៅក្នុងការអនុវត្តនៅការកម្ចាត់ឬក៏ហៅថាកាត់សាច់ស្អុយពីបញ្ហានៃការរំលោភចំណីផ្លូវសាធារណៈទាំងអស់គ្នាដែលជាការសាទររបស់សាធារណជនខ្លាំងមែនទែនបាទអរគុណប្រិយមិត្តទស្សនិកជននៅពេលនេះខ្ញុំបាទពុទ្ធិកំពុងធ្វើស្ដីរាយការណ៍ពីក្រុងតាខ្មៅនៅខេត្តកណ្ដាល